មនុស្សជាច្រើនចង់បានសេចក្តីស្រឡាញ់ដ៏ស្រស់ស្អាតប៉ុន្តែភ្លេចថាសេចក្តីស្រឡាញ់មិនរីកចម្រើនដោយខ្លួនឯងទេវាត្រូវការការយកចិត្តទុកដាក់ត្រូវការការអត់ធ្មត់និងត្រូវការការថែរក្សាជារៀងរាល់ថ្ងៃដូចជាផ្កាមួយតងអញ្ចឹងបើយើងមិនស្រោចទឹកវានឹងស្វិតបន្តិចម្ដងក្តីស្រឡាញ់ក៏ដូចគ្នាដែរពេលខ្លះការផ្ញើសារសួរសុខទុក្ខមួយការស្ដាប់ដោយយកចិត្តទុកដាក់មួយឬការអោបដ៏កក់ក្ដៅមួយអាចមានតម្លៃជាងអំណោយថ្លៃទៅទៀតកុំរងចាំរហូតដល់បាត់បង់ទើបដឹងតម្លៃកុំរងចាំរហូតដល់គាត់ហិតនឿយទើបចាប់ផ្ដើមយកចិត្តទុកដាក់បើអ្នកស្រឡាញ់នរណាម្នាក់ចូលបង្ហាញវាឲ្យគាត់ដឹងនៅថ្ងៃនេះព្រោះសេចក្តីស្រឡាញ់ដែលត្រូវបានថែរក្សាល្អមិនត្រឹមតែស្ថិតស្ថេរទេតែវាក៏រីកស្រស់ស្អាតជាងមុនជារៀងរាល់ថ្ងៃផងដែរ